ព្រឹកម៉ោង9នៅលើផ្លូវជាតិលេខ1ចំពីមុខសាត្រីក្រុងភ្នំពេញរទេះឡានតូចធំបើកវីចុះឡើងប្រជ្រៀតនឹងស៊ីក្លូរទេះខំរទេះសេះនិងរទេះគោនៅក្បែរថ្នល់ខាងកើតឈៀងខាងជើងផ្សារមានទីលានមួយមានបណ្ដោយប្រហែល70ម៉ែត្រទទឹង30ម៉ែត្រក្នុងទីវាលនោះអ្នកធ្វើការប្រុសស្រីបានប្រញាប់កាប់កោះរែកសែងញាប់ដៃញាប់ជើងខ្លះជីកចង្អូខ្លះបំបែកដុំឥដ្ឋដុំបេតុងខ្លះទៀតដងទឹកពីទន្លេសាបយកមកលាងគ្រោះអាចផ្កាយលាយបាយអហើយបើយើងសង្កេតមើលយូរបន្តិចយើងមកជានឹងឃើញអ្នកធ្វើការទាំងនោះមានមុខការខុសគ្នាធ្វើដោយក្រុមនៅក្រោមមេព្រួត4នាក់ក្នុងក្រុមលាយបេតុងស្រីប្រុសវៀតណាមធ្វើការលាយចម្រុះគ្នាអ្នកទាំងអស់គ្នាបែកញើសស្រស់ស្រាក់ខំធ្វើការតែរៀងខ្លួនខ្លះជញ្ជូនថ្មដាក់ធុងខ្លះជោគសាច់ខ្លះលាយបេតុងខ្លះរែកទឹកខ្លះលីបាវស៊ីម៉ង់ខ្លះទៀតជញ្ជូនបេតុងយកទៅចាក់ឬសផ្ទះក្នុងក្រុមរៀបជញ្ចាំងជាងកំបោរខ្មែរវៀតណាមបានខំរៀបឥដ្ឋដាក់តជាន់លើគ្នាផ្សារជាប់នឹងបាយអបានមួយជាន់ជា2ជាន់ឥដ្ឋគេផ្ទៀងតម្រង់ខ្សែបន្តឲ្យត្រង់ប្រយ័ត្នកុំឲ្យវាចគេខំសំអិតសំអាងណាស់នៅចម្រុះនឹងពួកជាងកំបោរមានជាងឈើយកមេទ្វាបង្អួចមកលើកដំឡើងវាយឆាំងណាងខ្វែងចុះឡើងប្រើកូនតឹងស្ទង់មេបញ្ឈរប្រើកែវស្ទង់មើលមេផ្ដេកឲ្យស្មើក្នុងក្រុមជីកបន្លាយឬសកូលីប្រុសស្រីខ្មែរវៀតណាមចម្រុះគ្នាបានជីកកាប់ដីបំបែកដុំបេតុងកោះកំរាលឥដ្ឋខ្លះទៀតកើបដីជញ្ជូនចាក់ឆ្ងាយពីទីកន្លែងធ្វើការក្រុមកូលីនោះរាប់អានគ្នាណាស់គេមិនប្រកាន់ថាអ្នកនេះចិត្តនេះអ្នកនោះចិត្តនោះឡើយគេនិយាយរកគ្នាដោយស្មោះស្ម័គ្រគេចំអែចំអន់គ្នាលេងក្មេងហៅចាស់ពូមីងយាយតាឯចាស់វិញហៅក្មេងក្មួយឬចៅឬអាមឹងទៅតាមការរាប់អានរបស់ពួកគេក្រុមកូលីមានចិត្តស្រដៀងគ្នាគំនិតដូចគ្នាជីវភាពដូចគ្នាការងារដូចគ្នាចិត្តដូចគ្នាសេចក្តីត្អូញត្អែរបស់កម្មករម្នាក់ក៏ដូចជាសេចក្តីត្អូញត្អែរបស់ក្រុមទាំងមូលដែរបើម្នាក់បានទទួលផលអាក្រក់ណាមួយអ្នកឯទៀតបើមិនយូរក៏ឆាប់ត្រូវទទួលផលអាក្រក់នោះមិនខានដែរនៅក្នុងក្រុមបេតុងមីងព្រែមមានរៀងស្គមខ្លាំងបានងាកមើលឆ្វេងឆ្ដាំមិនឃើញអ្នកតម្រួតក៏និយាយតិចថាខ្ញុំខានមួយថ្ងៃអាទិត្យនេះហេតុអ្វីក៏ដូចនេះសំឡេងមួយសូរឡើងអ្នកមិនដឹងទេឬដើម្បីបានការងារធ្វើខ្ញុំត្រូវបង់ខាតមួយថ្ងៃឲ្យទៅគេណានាយមេងដែលជាអ្នកជោគសាច់ក្រោយដែលបានយកខ្នងដៃជូតញើសថ្ងាសឆ្លើយតបថាមិនមែនតែមីងឯងទេខាតនោះខ្ញុំក៏ត្រូវគេកាត់ប្រាក់ឈ្នួលអស់2ថ្ងៃដែរគេចេះប្រកាន់ថាខ្ញុំដើរឡានធ្វើឲ្យបែកក្បឿងច្រើនប្រាក់ឈ្នួលមួយថ្ងៃ18រៀលហើយកាត់មួយថ្ងៃទៅទៀតបានអ្វីស៊ីមីងព្រែមធ្ងោយើងជាពួករោងកម្មមែនពិតមែនហើយមេងឆ្លើយយើងបានជាឫសសង្គមខ្មែរយើងត្រូវទទួលការធនទាំងប៉ុន្មានមិនខុសពីបេតុងឬសផ្ទះយើងធ្វើនេះទេដែលត្រូវត្រួតត្រងទម្ងន់ផ្ទះសពសារពើកំពុងតែជជែកថ្លែងទុកប្រាប់គ្នាដូចនេះស្រាប់តែសំឡេងមួយខ្លាំងលាន់ថាខំធ្វើការឲ្យមែនតែនខ្ជិលណាស់គិតតែជជែកគ្នាប្រយ័ត្នមិនបើកលុយឲ្យថ្ងៃសៅរ៍អាទិត្យនេះ
ថៃខ្សែហ្វមកហើយវើយកូនយើងថៃនេះជាភ្នែកច្រមុះរបស់ហាងគាត់បានប្រាក់ខែច្រើនណាស់ហាងឲ្យឡានគាត់មួយដើរត្រួតការនាយមេងបានខ្សឹបប្រាប់កូនគាត់កន្លះម៉ោងក្រោយថៃខ្សែហ្វបានបើកឡានទៅវិញមេងនិយាយត5ឆ្នាំហើយខ្ញុំធ្វើការជាមួយហាងនេះខ្ញុំដើរឡានដឹកឥដ្ឋក្បឿងឈើនៅកំពង់ឆ្នាំងកំពង់ចាមតាកែវហាងបានចំណេញច្រើនណាស់ក្នុងប៉ុន្មានឆ្នាំនេះពីដើមមានឡានតែមួយទេឥឡូវមានឡាន8ថៅកែពីដើមជិះតែស៊ីក្លូឥឡូវមានឡានតូចល្អណាស់តែចំណែកគូលីវិញដូចខ្ញុំជាដើមនៅតែខ្វះច្រករាល់ពេលក្នុងពពួកជើងឈ្នួលហាងមានថៃសេហ្វទេដែលបានក្រាន់បើមានផ្ទះនៅមានកូនឡានជីហាងនេះទទួលមកការសង់ផ្ទះសង់បន្ទាយច្រើនក្នុងប៉ុន្មានឆ្នាំនេះព្រះអាទិត្យពេលចិត្តថ្ងៃត្រង់ចោលចំហាយក្តៅដោយគេដុតអ្នកធ្វើការគ្រប់គ្នាអស់កម្លាំងធ្វើការរវើលដៃរវាយជើងសូរកាំងលន់លឺភើងពេលសម្រាប់ថ្ងៃត្រង់បានពង្រីកមុខគ្នាធ្វើការក្រុមកូលីសើចដាក់គ្នាយកប្រដារបស់ខ្លួនមានបង្គីចប់កាប់ប៉ែលធុងទឹកទៅប្រគល់ឲ្យអ្នកយាមខ្លាំងរួចក៏បោះដីពីខ្លួនយ៉ាងប្រញាប់ប្រញាល់ដើរសំដៅទៅទីកន្លែងរៀងខ្លួនកូលីនៅផ្ទះចិត្តជាងណាមានកង់ជិះបានត្រឡប់ទៅសម្រាប់ថ្ងៃត្រង់នៅផ្ទះអាត្មាជួបជុំប្រពន្ធកូនឯចំណែកអ្នកគ្មានផ្ទះឬមានផ្ទះនៅឆ្ងាយមិនបានត្រឡប់ទៅទីលំនៅក្នុងពេលសម្រាប់នេះទេពួកថៃកាប៉ូរ៉ាល់បានវិលត្រឡប់ទៅផ្ទះតែផ្សព្វខ្លួនក្នុងពពួកកូលីជាប់100នាក់គេឃើញកូលី20នាក់បានទៅសម្រាប់ក្នុងវាលធ្វើការហើយខ្លះពិតមែនតែមិនបានត្រឡប់ទៅផ្ទះបានថយទៅសម្រាប់នៅសម្រាប់ផ្ទះឬក្រោមម្លប់ឈើលើចិញ្ចើមថ្នល់ក្រៅរបងធ្វើការទៅវិញកូលីដែលបានសម្រាប់ក្នុងរបងធ្វើការបានបែងចែកគ្នាជាក្រុមអ្នកស្និទ្ធស្នាលឬសាច់ញាតិគ្នាបានរួមបាយជាមួយគ្នាមីងព្រេមបានចូលវងជាមួយមេងនាងប្រុញក្មួយស្រីគាត់និងកូលីម្នាក់ទៀតគេចូលមហូបគ្នាម្នាក់សុទ្ធតែមានកញ្ចប់បាយមហូបក្រៀមក្រោះមានកូនត្រីប្រឡាក់ក្តាមប្រៃខ្ទឹមប្រៃប្រហុកអំបិលគេស៊ីត្បិតត្បៀតណាស់គេស៊ីមហូបគេស៊ីបាយច្រើនគេស៊ីឲ្យតែធ្ងន់ពោះព្រោះមហូបគេមិនមែនបានផ្ដល់ឲ្យគេមានសុខភាពអាយុវែងទេគេឲ្យស៊ីតែរស់សម្រាប់កាប់កោះថ្ងៃរសៀលថ្ងៃស្អែកទៀតស៊ីរលីបរលាបរហេមរហាមនេះបានធ្វើឲ្យគេអស់កម្លាំងឆាប់ព្រមនឹងបណ្ដុះស្មារតីឲ្យគេត្រេះរេះដោះទុក្ខវេទនារបស់គេលក្ខខណ្ឌសម្បត្តិនៃការរស់នៅជាមេកំណត់ស្មារតីរបស់មនុស្សម្លោះហើយកូលីទាំងនោះតាំងត្រូវតាំងខុសចេះតែបបួលគ្នាជជែករកមធ្យោបាយប្រែការរស់នៅរបស់ខ្លួនឲ្យបានស្រួលឲ្យបានឆ្អែតគេបាយបណ្ដើគេជជែកគ្នាបណ្ដើមីងព្រេមបែបគិតជាងគេគាត់រំពៃមើលទៅកូនប្រុសគាត់ដែលមានអាយុ5ឆ្នាំហើយដែលគាត់ដាក់ឲ្យវាដេកនៅបៀតនោះគាត់យកកំរាលបក់ដេញរុយឲ្យវាម្ដងបន្ទាប់មកគាត់បាននិយាយធ្វើការហត់ណាស់ញើសជាទឹកបានស៊ីមិនឆ្អែតបានព្រឹកខ្វះល្ងាចបានល្ងាចខ្វះព្រឹកលិតអំបិលប្រហុករាល់តែថ្ងៃមានកម្លាំងឯណាធ្វើការប្រកាសហើយមេងបន្ថែមស្រុកយើងឯករាជ្យសន្តិភាពហើយគួរតែយើងបានរស់ស្រួលគួរតែយើងស៊ីឆ្អែតគួរតែយើងបានធូមម្នាក់បានបន្ត
គ្មាននរណាស្គាល់ទុកយើងជាងយើងទេមានតែក្រុមយើងទេដែលអាចដោះទុកយើងខ្លួនទីពឹងខ្លួនយើងជាកូលីមិនខុសពីសត្វគោនោះទេគេចិញ្ចឹមយើងឲ្យគ្រាន់តែរស់ដើម្បីគេប្រើថ្ងៃស្អែកទៀតមេងបាននិយាយចូលអ្នកហ៊ីឯងបានធ្វើកូលីប៉ុន្មានឆ្នាំហើយមានសល់លុយកាក់ខ្លះទេមីងព្រែមបានសួរទៅកូលីម្នាក់ទៀតដែលបាយជាមួយហើយដែលមានមៀតមមសក់រួញអង្គាដីខ្ញុំធ្វើកូលីជាង1ឆ្នាំហើយប៉ុន្មានខែមុនខ្ញុំបានចូលធ្វើកូលីនៅបៀតវត្តភ្នំធ្វើផ្ទះបុណ្យពិពណ៌ធ្វើស្រួលឬទេនៅទីនោះស្រួលមិនកើតទេស៊ីមិនក្រាន់ដូចតែគ្នាអញ្ចឹងចុះហេតុអីបានជាឈប់ពីទីនោះខ្ញុំទៅសួរកូនខ្ញុំឈឺនៅបាត់ដំណឹងហើយត្រឡប់មកវិញគេឈប់ឲ្យយកកូលីទៀតខ្ញុំតែលតោលអស់ 4-5 ថ្ងៃទើបនឹងសូមធ្វើការបាននៅហាងនេះនាយប្រុញក្មួយស្រីមីងព្រែមបានទៀងផ្ដាប់ហើយក៏សួរដោយឆ្ងល់ថានៅគ្រប់កន្លែងធ្វើការកូលីស៊ីដូចគ្នាឬរស់នៅដូចគ្នាឬមិនដូចគ្នាទេនាងមេងឆ្លើយកូលីត្រាវលស៊ីបានមួយថ្ងៃ12រៀលនៅខេត្តក្រៅហើយនៅទីក្រុងស៊ីបាន15រៀលឬ18រៀលតាមប្រភេទប្រុសស្រីតាមចាស់ក្មេងកូលីហាងក៏ស៊ីមិនដូចគ្នាដែរដោយពួកយើងនេះមានស៊ីតាំងពី14រៀលទៅ22រៀលតាមអាយុក្មេងចាស់និងតាមធ្វើការយូរឆាប់នៅកន្លែងបូមដីកូលីមានស៊ីដល់ទៅ30រៀលក្នុងមួយថ្ងៃកូលីស្ទើរគ្រប់រូបបានស៊ីការ៉េមនិងនំបញ្ចុកជឿម្លេះហើយក្រោយពីបើកប្រាក់ឈ្នួលដាច់ពោះនេះកូលីតែងតែត្អូញប្រាប់គ្នាមីងព្រែមបានធ្ងោប្រាប់មេងនិងហ៊ីខ្ញុំអាទិត្យនេះចំពាក់នំបញ្ចុកគេ20រៀលចឹកការ៉ែម5រៀលខ្ញុំខំអត់សំចៃណាស់ធ្វើការអស់កម្លាំងពេកទ្រាំសុំផងមិនបានហ៊ីបានបន្ថែមមិនមែនតែមីងម្នាក់ឯងទេចំពាក់នោះធ្វើការមួយថ្ងៃញើសជាទឹកយើងគ្រប់គ្នារវល់ឲ្យតែទៅចឹកការ៉ែមមីងលក់នំបញ្ចុកមិនស្របយោបល់នេះមេងបានបំភ្លឺនឿយចិត្តស្លាប់មិនស៊ីខ្លះបានកម្លាំងឯណាធ្វើការចឹកនឹងមីងនំបញ្ចុកនោះក៏មិនឃើញចំណេញឯណាច្រើនដែរឃើញតែរស់នៅត្រដាបត្រដួលដូចយើងអ៊ីអញ្ចឹងហើយខំក្រោកស្លតាំងពីមនរងាវដងរែកកប់ស្មារែកយកមកឲ្យយើងបន្តកម្លាំងយើងខ្វះមុខខ្វះក្រោយស៊ីមិនឆ្អែតគឺមកពីយើងបានប្រាក់ឈ្នួលថ្លៃតិចពេកហាងបានកាប់យកចំណេញពីយើងជាងពាក់កណ្ដាលទេដឹងហាងទិញពីយើង10រៀលយកទៅលក់ឲ្យរាជការជាង20រៀលរឿងជីកឬសផ្ទះនេះជាក់ស្ដែងណាស់ហាងមកឲ្យយើង1ម៉ែត្រគូបតែ10រៀលហើយយកទៅលក់ឲ្យរាជការ22រៀលឃើញទេយើងធ្វើការ8ម៉ោងមួយថ្ងៃគេឲ្យយើងតែថ្លៃឈ្នួល4ម៉ោងទេហ៊ីបានស្ដាប់ឈប់ប្រកែកគាត់បែររំលឹកមេងថាថ្ងៃមុនបងមេងឯងបានប្រាប់យើងថាទៅលេងស្រុកសឹមគូកនបងឯងសួរពីការរស់នៅស្រុកនានាថ្ងៃណាយើងទៅបានបើមីងបើបងហ៊ីឯងទំនេរយើងទៅយប់នេះ